សួស្តីបងប្អូនទាំងអស់គ្នាប្រយ័ត្នចាញ់បោកគេបើសិនជាបងប្អូន trade នៅក្រៅស្រុកហើយអត់ដឹងរឿងមួយនេះតោះឥឡូវចង់ដឹងថារឿងអីគេយើងទៅមើលវីដេអូទាំងអស់គ្នាអញ្ចឹងរឿងដែលខ្ញុំចង់និយាយគឺបងប្អូនទាំងអស់គ្នាត្រូវតែដឹងរបៀបឆែក license នៅក្រៅស្រុកអញ្ចឹងបងប្អូននឹងយល់ដឹងពីការមើលbroker នៅក្រៅស្រុកមាន license ឬក៏មិនមាន license អញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានដល់ចប់តោះសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺយើងមានវីដេអូថ្មីប្លែកគឺចែករំលែកឲ្យបងប្អូនចេះឆែកទៅលើ broker ដែលមានអាជ្ញាប័ណ្ណពីច្រើនជា broker ដែលនៅក្រៅស្រុកអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនគឺឆែកទៅលើក្រៅស្រុកអញ្ចឹងឲ្យបងប្អូនដឹងថាគេមាន license ឬក៏មិន license អញ្ចឹងបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ល្អសម្រាប់អ្នកទាំងអស់គ្នាបងប្អូនទាំងអស់គ្នាជួយ like ជួយ share comment ម្នាក់មួយផងអញ្ចឹងយើងអត់ចំណាយពេលយូរទេយើងទៅវីដេអូយើងទាំងអស់គ្នាតោះសួស្តីបងប្អូនទាំងអស់គ្នាអ្វីដែលបងប្អូនទាំងអស់គ្នាចង់ឆែកហ្នឹងគឺទៅលើ broker ដែលមាន license នៅក្រៅស្រុកអញ្ចឹងអ្វីដែលយើងចូលទីមួយអ្នកទាំងអស់គ្នាត្រូវមាន Chrome ឬក៏មាន Safari អីចឹងទៅសម្រាប់បងប្អូនដែលប្រើ iPhone បើយើងប្រើ Android បងប្អូនចូលមកក្នុងនេះមកហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាត្រូវ search អញ្ចឹងនៅក្នុងហ្នឹងបងប្អូនត្រូវ search ទៅលើ broker ដែលមានអាជ្ញាប័ណ្ណមែនអត់អញ្ចឹងបងប្អូនទាំងអស់គ្នាឆែកពាក្យថា Wiki FX នេះ V បងប្អូនវាយមក Wiki FX អញ្ចឹងបងប្អូន search អញ្ចឹងមកហើយបន្តមកទៀតបងប្អូនចុចសញ្ញា search មកអញ្ចឹងបន្តមកទៀតវានឹងចេញជា website ដែលបងប្អូនចង់ឆែកហើយបងប្អូនគាត់តែចែកចុចចូលមកនឹងឃើញចំនួនbroker ជាច្រើនដែលគេ listing នៅក្នុងហ្នឹងអញ្ចឹងដូចភាគរយច្រើនបងប្អូនខ្លះឃើញស្គាល់នេះ broker ដែលល្បីគឺគេតាំង slide នៅលើហ្នឹងហ្មងហើយបងប្អូនខ្លះក៏ប្រហែលជាធ្លាប់ trade ច្រើនបាទដូច Ignis ដូច BT Market បាទដូច CXM អញ្ចឹងសុទ្ធតែជា broker ដែលវាល្អមែនទែននៅក្រៅស្រុកបាទហើយនឹងមាន broker ជាច្រើនបាទខ្ញុំនឹងឆែកឲ្យបងប្អូនមើលអញ្ចឹងជាដំបូងបងប្អូនចុចកន្លែង search នេះមកឥឡូវបងប្អូនចង់ search broker ណាបងប្អូនគាត់នឹងវាយឈ្មោះហ្នឹងមកដូចឥឡូវខ្ញុំ recommend ឥឡូវខ្ញុំឆែក broker មួយឈ្មោះ Lyranik អញ្ចឹង broker Lyranik ហ្នឹងគឺជា broker នេះ broker Lyranik គឺជា broker មួយដែលមាន license នៅក្រៅស្រុកបាទយើងចុចចូលវាមកហើយនៅក្នុងនោះយើងគេអាចមានបន្ទុកមានអីចឹងទៅបាទអញ្ចឹងបងប្អូនយើងចុចមកនេះវាមាន license forex license គេមានអញ្ចឹងយើងឃើញហើយបាទយើងចុចមកយើងឃើញ license របស់គេហើយអញ្ចឹងវាមានleverage អីឲ្យយើងមើលអញ្ចឹងជាក់ស្ដែងណាអញ្ចឹងគេមាន app មានអីអត់អញ្ចឹងណាមាន iOS មាន Android គេមាន app របស់គេដែរអញ្ចឹងបងប្អូនអត់មានអីពិបាកទេយើងគាត់ឲ្យចូលឆែកនៅក្នុង website នេះគឺយើងមើលថា broker ណាមានច្បាប់មិនមានច្បាប់អីចឹងទៅអញ្ចឹងឥឡូវខ្ញុំចង់ search broker បន្ថែមទៀតឥឡូវខ្ញុំសុំថយក្រោយសិនខ្ញុំ search ទៅលើ broker ដូចជាមិញខ្ញុំនិយាយពី CXM អញ្ចឹងណាអញ្ចឹងនៅក្នុង broker នេះខ្ញុំសុំវាយពាក្យ CXMអញ្ចឹងCM ក៏ដូចគ្នាគឺជា broker ដែលមាន full license ដូចឃើញជាក់ស្ដែងហើយ United Kingdom ហើយនៅក្នុងនេះវាមានទាំង MT4 ទាំង MT5 អញ្ចឹងឆែកមើលបានហើយតាក់ទងទៅនឹង leverage ក៏គេមានហើយ maximum deposit ក៏គេមានអញ្ចឹងបងប្អូនចុចមកថាមានចង់មើល license របស់គេអញ្ចឹងណាយើងក៏ចុចមកហើយចុចលើវាមួយមកវានឹងមាន license ហើយនេះតាំងពីឆ្នាំ2000មកអញ្ចឹងណានេះខ្ញុំគ្រាន់តែចែករំលែកបងប្អូនឲ្យចេះឆែកទៅលើ broker ផ្សេងបាទឥឡូវដូចជា Ignis ដូចអីផ្សេងគឺវាមាន ranking របស់គេអញ្ចឹងដូចជាស្ដែងណាអញ្ចឹងបងប្អូនដែលអត់សូវចេះឆែកចាំរៀនឆែកទៅព្រោះនេះជាការចែករំលែកទេហើយ